បរិសម្នាក់ឈ្មោះថាសៀនគាត់គឺជាព្រានព្រៃដ៏ចំណាស់ម្នាក់ដែលបានបាត់បង់ប្រពន្ធកូនដោយសារគ្រោះថ្នាក់មួយហើយឥឡូវនេះគាត់រស់នៅឯកាម្នាក់ឯងនៅក្នុងផ្ទះក្បែរមាត់ស្ទឹងថ្ងៃមួយគាត់បានសម្រេចចិត្តទៅបរបាញ់សត្វផ្សារជាថ្មីតែម្ដងនេះគាត់ចូលទៅជ្រៅខុសពីធម្មតាពេលថ្ងៃត្រង់គាត់បានឈប់សម្រាកនៅក្បែរមាត់អូរមួយហើយគាត់ក៏បានផឹកទឹកចូលទៅស្រាប់តែឮសំឡេងមួយក្រហមដ៏ខ្លាំងមួយដែលធ្វើឲ្យគាត់ឮហើយព្រឺរោមជាខ្លាំងសំឡេងក្រហមមួយនោះបានធ្វើឲ្យដីនៅទីនោះមានការញ័រជាខ្លាំងគាត់ងាកទៅគាត់ក៏បានឃើញខ្លាមួយក្បាលសម្លឹងមើលមកគាត់ដោយក្រហ្វែភ្នែកក្រហមឆ្អិនឆ្អៅខ្លាមួយនោះមានទំហំធំខ្លាំងជាងខ្លាដែលគាត់ឃើញធម្មតាជាញឹកញាប់គាត់មានការភ័យខ្លាចនឹងតក់ស្លុតនៅពេលដែលឃើញមានខ្លាដ៏សែនធំបែបនេះសៀនដឹងខ្លួនច្បាស់ថាខ្លួនមិនអាចរត់រួចនោះទេព្រោះខ្លានៅជិតគាត់ពេកគាត់បានដកកាំបិតវែងដែលនៅជាប់នឹងចង្កេះរបស់គាត់ហើយក្តាប់យ៉ាងណែនព្រោះខ្លាគឺនៅជិតគាត់ខ្លាំងណាស់ពេលនោះផងដែរខ្លាក៏ចាប់ផ្ដើមហក់លោតមកកាន់គាត់ខ្លានោះបានវាយប្រហារមកកាន់សៀវយ៉ាងសាហាវសៀនបានគេចផុតពីក្រញាំរបស់វាម្ដងហើយម្ដងទៀតសៀនបានព្យាយាមដកកាំបិតទៅចាក់លើខ្លួនរបស់ខ្លាក៏ប៉ុន្តែស្បែករបស់ខ្លាពិតជាស្វិតខ្លាំងណាស់វាបានវាយប្រហារសៀនធ្វើឲ្យសៀនដួលខ្លានោះបានសង្គ្រប់ទៅលើសៀនហើយវាបានខាំដៃរបស់សៀនស្រែកដោយការឈឺចាប់ក៏ប៉ុន្តែសៀននៅតែព្យាយាមតស៊ូខិតខំប្រឹងប្រែងចាក់ចំក្បាលរបស់សត្វខ្លាការព្យាយាមរបស់គាត់ពិតជាមិនខកបំណងពិតមែនបន្ទាប់ពីគាត់បានចាក់យ៉ាងសោះទៅលើខ្លាក៏បានត្រូវភ្នែករបស់វាខ្លាស្រែកដោយការឈឺចាប់យ៉ាងខ្លាំងបន្ទាប់មកខ្លានោះក៏បានរត់ចូលក្នុងព្រៃវិញចំណែកឯសៀនក៏មិនបានដេញតាមអីនោះដែរព្រោះថាគាត់បានត្រូវរបួសជាខ្លាំងគាត់បានព្យាយាមលាងរបួសរបស់គាត់នឹងទឹកអូរហើយប្រើបំណែកក្រណាត់ដែលអាវរបស់គាត់បានរហែកដោយការប្រយុទ្ធនោះយកមករុំគាត់ដឹងច្បាស់ណាស់ថាខ្លានឹងវិលត្រឡប់មកវិញព្រោះខ្លាក៏រងរបួសណាស់ដែរហើយវាប្រកាសជាខឹងយ៉ាងខ្លាំងគាត់ក៏សម្រេចចិត្តឡើងទៅលាក់ខ្លួននៅចន្លោះថ្មក្បែរនោះហើយរងចាំមើលលុះពេលយប់ឡើងខ្លានោះក៏បានមកពិតមែនការប្រយុទ្ធគ្នាជាមួយខ្លាសៀនកាន់តែប្រឹងទៅនឹងកាន់តែសាហាវទៅហើយក៏ត្រូវរបួសជាច្រើនផងដែរចំណែកខ្លាក៏ត្រូវរបួសខ្លាំងណាស់ដែរសៀនបានព្យាយាមស្វែងរកស្លឹកឈើនិងឫសឈើដើម្បីធ្វើជាថ្នាំព្យាបាលរបួសព្រមទាំងហូបផ្លែឈើបន្តិចបន្តួចដើម្បីរស់និងបានកម្លាំងប្រយុទ្ធជាមួយខ្លាផងដែរខ្លាមួយនោះដូចជាមិនចង់ឲ្យសៀនត្រឡប់ទៅវិញដោយវាចង់សងសឹកសៀនវាតែងតែចាំនៅផ្លូវជានិច្ចមិនឲ្យសៀនត្រឡប់ទៅផ្ទះវិញនោះទេការប្រយុទ្ធមួយនេះកាន់តែប្រយុទ្ធរហូតពីមួយថ្ងៃដល់មួយថ្ងៃរហូតដល់5ថ្ងៃឯណោះដោយការនឿយហត់និងអស់កម្លាំងខ្លាំងពេកសៀនក៏សម្រេចចិត្តរត់ទៅលាក់ខ្លួននៅគល់ឈើមួយដើម្បីទុកកម្លាំងនិងរស់រានបន្តក៏ប៉ុន្តែខ្លានោះក៏បានរកឃើញសៀនដដែលសៀនក៏បានប្រើមែកឈើតូចដែលគាត់បានកាច់ប្រើជាលំពែងហើយប្រយុទ្ធជាមួយខ្លានោះគាត់បានចាក់ខ្លានោះត្រូវត្រង់កហើយខ្លានោះក៏បានមានការឈឺចាប់ក៏បានរត់ចូលព្រៃវិញថ្ងៃបន្ទាប់គឺជាថ្ងៃដែលសៀនអស់កម្លាំងជាខ្លាំងគាត់បានដឹងខ្លួនថាមិនអាចបន្តនៅទីនេះបានទៀតទេគាត់ត្រូវតែប្រយុទ្ធចុងក្រោយបំផុតនៅពេលដែលព្រឹកព្រលឹមហើយក៏បានដកឈើមួយយ៉ាងមុតដែលគាត់បានចិតយ៉ាងស្រួចសម្រាប់ធ្វើលំពែងប្រយុទ្ធជាមួយខ្លាដែលគាត់គិតថាខ្លានេះប្រហែលពាក់ព័ន្ធនឹងខ្លាអាគមផងដែរទើបប្រយុទ្ធមានកម្លាំងខ្លាំងក្លានិងមិនចេះហត់នឹងរងចាំគាត់បែបនេះគាត់បានសូត្រអាគមដែលគាត់បានចេះពីព្រានព្រៃចាស់ដែលបានបង្ហាត់គាត់ដាក់ទៅលើអំពែងមួយនោះហើយក៏បានដើរចេញពីកន្លែងលាក់ខ្លួនរបស់គាត់មួយនោះយ៉ាងក្លាហានខ្លានោះកំពុងតែដេកលាក់ខ្លួននៅក្បែរគាត់ស្រាប់ល្មមការរងចាំនឹងជួបពេលវេលាដ៏ល្អមួយនេះខ្លាក៏បានដើរចេញនិងហក់មកលោតខាំគាត់ភ្លាមការប្រយុទ្ធចុងក្រោយបានកើតឡើងសៀនបានគេចផុតយ៉ាងល្អពីក្រញាំរបស់ខ្លាហើយបានដាក់លំពែងរបស់គាត់យ៉ាងចំល្អចំលើទ្រូងរបស់ខ្លាបានស្រែកដោយការឈឺចាប់យ៉ាងខ្លាំង
ពេលដួលទៅដល់ដីខ្លានោះបានស្លាប់មួយកន្លែងសៀនដកដង្ហើមធំហើយដឹងខ្លួនច្បាស់ថាខ្លួនពិតជាបានឈ្នះហើយគាត់បានដើរទាំងត្រដាបត្រដួសចេញពីព្រៃមួយនោះដោយមានរបួសពេញខ្លួនហើយគាត់បានរួចចេញពីសេចក្តីស្លាប់ដោយភាពក្លាហាននិងឆន្ទៈការរស់នៅរបស់គាត់ហើយរឿងមួយនេះក៏បានស្លេះចប់តែប៉ុណ្នេះសូមបងប្អូនដែលទស្សនាកុំភ្លេចចុច like និង subscribe ម្នាក់មួយផង